តងនឹងរឿងមេតបថៃទាត់ចោលការតវ៉ារបស់កម្ពុជាឬបំពេញដែនអធិបតេយ្យនេះតើមេតបថៃណាក៏ថ្លើមធំម្ល៉េះហ៊ានទាត់ចោលការតវ៉ារបស់កម្ពុជាដែលថាថៃឈ្លានពានដែនអធិបតេយ្យខ្មែរមេតបថៃរូបនេះជាគឺលោកប្រប៉ាសសុនចៃឌីបាទលោកប្រប៉ាសសុនចៃឌីនេះគឺជានាយកនៃបន្ទប់ស្ថានភាពព្រំដែនបាទគេចាត់គាត់ឲ្យទៅជានាយកគ្រប់គ្រងស្ថានភាពមួយឲ្យលោកប្រប៉ាសសុនចៃឌីនេះគឺមានឥទ្ធិពលខ្លាំងជាមេតបកម្ពុជាម្នាក់ដែរនៅស្រុកថៃហ្នឹងគាត់និយាយអញ្ចេះគាត់តបទៅនឹងអ្វីដែលជាសាររបស់ក្រសួងការបរទេសកម្ពុជាក្រសួងការបរទេសកម្ពុជាចេញសារពីម្សិលមិញម្សិលមួយថ្ងៃពីរឿងតវ៉ាជំទាស់ទៅនឹងការយកទង់ជាតិរបស់ថៃយកទៅដាក់លើភ្នំព្រឹកនៅឯទឹកដីខេត្តបាត់ដំបងហ្នឹងហើយមិនតែប៉ុណ្ណោះដុតឃ្លាំងមួយនៅអូស្មាច់ហើយមានការទន្ទ្រានអីផ្សេងទៀតប៉ុន្តែកម្ពុជាបានតែតវ៉ានឹងឯងហើយអាការតវ៉ាហ្នឹងគឺខាងថៃគេឆ្លើយមកអញ្ចេះលោកប្រប៉ាសសុនចៃឌីហ្នឹងគាត់ថាអញ្ចេះអ្វីដែលថៃកំពុងតែធ្វើនេះគឺនៅក្នុងដែនអធិបតេយ្យរបស់ថៃហើយការពារដោយបាត់ឈប់បាញ់ឃើញគេនិយាយឯងបងប្អូនការពារដោយបាត់ឈប់បាញ់គឺសំដៅទៅលើកិច្ចព្រមព្រៀងឬក៏សេចក្តីថ្លែងការណ៍សេចក្តីប្រកាសរួមថ្ងៃ27ខែធ្នូឆ្នាំ2025ដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាលោកទាសីហានិងលោកណត្តភងណ៍ណាផានិចរបស់ថៃគឺរដ្ឋមន្ត្រីក្រសួងការពារជាតិថៃកាលពីដំបូងនោះហើយគេយកអាហ្នឹងគឺជាផុសតាងដើម្បីឲ្យយើងទទួលខុសត្រូវថាអ្វីដែលថៃធ្វើគឺក្នុងដែនអធិបតេយ្យដែលថៃវាយដណ្ដើមយកបានទេតាមពិតដីហ្នឹងដីខ្មែរហើយបើយើងនិយាយពី logic ដីហ្នឹងគឺដីខ្មែរក៏ប៉ុន្តែខ្មែរមិនអាចការពារអធិបតេយ្យរបស់ខ្លួនបានដោយសារតែហ៊ានយើងមិនអាចដល់កម្លាំងគេហើយគេវាឈ្លានពានហ្នឹងវាសម្បើមទៀតសពាវុធយើងក៏មិនដល់តែហ៊ានយើងខ្វះសឹកខ្វះអីសពបែបយ៉ាងសម្ភារៈយោធាភាសាលោកហ៊ុនសែនឡាយរវល់យកលុយទៅធ្វើស្ពានធ្វើថ្នល់អីណាដែលគាត់អះអាងនោះអញ្ចឹងយើងអត់អាចទប់ការពារដីរបស់ខ្មែរបានអញ្ចឹងគេឆ្លៀតឱកាសណាមួយខ្មែរកំពុងតែបែកបាក់គ្នាងើបមួយវាយមួយផងអញ្ចឹងឱកាសពីសត្រូវស្រួលវាយខ្មែរណាព្រោះយើងអត់ត្រូវគ្នានៅពេលដែលយើងអត់ត្រូវគ្នាគឺយើងស្រាត់កាយាបង្ហាញញាតគឺលាតកំណប់ចោលឲ្យទ្របឲ្យចោលអញ្ចឹងហើយព្រោះពាក្យខ្មែរបដៅឲ្យតាឆ្លោះគ្នាក្នុងគ្រួសារដោយស្រាតកាយាបង្ហាញញាតឆ្លោះគ្នាក្នុងសង្គមជាតិដោយលាតកំណប់ទ្របឲ្យចោលរឿងហ្នឹងគឺរឿងយើងឆ្លោះគ្នាហ្នឹងឃើញឥឡូវបានអីគេដូចក្តាន់ពីរក្បាលអញ្ចឹងចាក់ស្នែងគ្នានឹងខំគ្នាអញ្ចឹងទៅដល់ពេលហើយអាមួយទៀតចូលទៅបោះចាក់គ្នាទៀតគ្នាឯងខ្លាមកខំយកទៅស៊ីបាត់អត់មានណាជួយណាឡាយតែបោះគ្នាឯងហ្នឹងបើសិនជាកុំបុកគ្នាឯងតាក់ស្នែងហ្នឹងយ៉ាងហោចណាស់ក៏រត់ចោលក៏អត់ឲ្យខ្លាស៊ីបានដែរបើថាមិនអាចវាយខ្លាឆ្នះក៏រត់រួចខ្លួនដែរតែតើយើងនៅកំពុងតែជុលស្នែងគ្នាហ្នឹងសុទ្ធតែប្រកែលេខ1ឲ្យខ្លាំងរៀងខ្លួនគ្នាឯងហ្នឹងឈាមឯងហ្នឹងដល់អញ្ចឹងវាជាប់អាស្នែងហ្នឹងដល់ពេលជាប់អាស្នែងហ្នឹងខ្លាមកគឺស្រួលហ្មងរត់អត់រួចខំជាប់យកទៅបាត់នេះគឺជាបទពិសោធន៍មួយដ៏ជូរចត់ណាស់សម្រាប់ជាតិយើងអាហ្នឹងហើយដែលធ្វើឲ្យថៃមើងងាយយើងហើយដល់ពេលថៃមើងងាយយើងនាំគ្នាអួតយើងអួតយើងអួតឥឡូវគេយកបានតែ50 60កន្លែងទេគឺយើងនៅរក្សាដីយើងបានប៉ុណ្ណេះកន្លែងទៀតទៅអួតចឹងវិញអាគេយកអស់ហើយនៅអួតបានទៀតហោះឥឡូវហ្នឹងគេមកហ្នឹងវាយយកមកហ្នឹងគឺគេសង់នេះសង់នោះយើងចាំតែពេលព្រឹបគឺមន់ចូលក្នុងរត់យើងគឺយើងគ្របក្លឹបយកទាំងអស់ហ្មងណាហ្នឹងយើងសិតតែចឹងហើយអានេះទ្រឹស្ដី30កុកថ្ងៃមួយថ្ងៃគឺចឹងហើយនៅតែសូទ្រឹស្ដី30កុកហ្នឹងគឺចូលតាក់យើងហើយហ្នឹងហើយចូលហើយដល់ពេលហើយគេយកទៅហើយអាដំបងគេដាក់បលាលួសឥឡូវគេដាក់កុងតឺន័រឥឡូវគេជីកលេនឋានឥឡូវគេដាក់ប៉ុស្តិ៍ឥឡូវគេដាក់តុងជ័យឥឡូវគេហៅភ្ញៀវទៅគេសែនព្រេនគេចាក់បេតុងគេធ្វើនេះគេដាក់រូបបដិមាគេធ្វើបុណ្យគេយកលុយពីភ្ញៀវទេសចរគេអូយគេធ្វើគ្រប់យ៉ាងហើយយើងហ្នឹងធ្វើសិនណាយើងហ្នឹងដឹងតើយើង100%ចាំមើលមកទាំងអស់មានទាំងផ្លូវមានទាំងថ្នល់មានទាំងស្អីទាំងអស់ស្រាប់មកចុះយើងយកមកគឺបាន complete អត់ចាំអស់លុយមួយរៀលអាហ្នឹងទ្រឹស្ដី30កុកហើយយើងឈ្នះរហូតតែនិយាយទៅសរសើរដែររដ្ឋាភិបាលកម្ពុជាមកនេះអត់ទាន់ប្រដាក់មាត់នឹងតវ៉ាទេគឺតវ៉ារហូតប៉ុន្តែឆ្ងល់តែម្យ៉ាងគត់ហេតុអីក៏អត់ប្តឹងថៃទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិក្នុងពេលជាមួយគ្នាហ្នឹងធ្វើយុទ្ធនាការពហិការផលិតផលថៃហើយអាពហិការផលិតផលថៃហ្នឹងគឺធ្វើខុសរឿងទៅទៀតហើយដល់ពេលយើងនិយាយយើងនឹងក្បត់ជាតិឥឡូវមានមនុស្សម្នាក់នៅស្រុកខ្មែរហ្នឹងមិនមែនម្នាក់ឯងច្រើនអ្នកឃើញបងប្អូនយើង share ចូលក្នុងបណ្ដាញសង្គម
ពុំមានបហាជីវិតខ្ញុំបងប្អូនប្រមាថជីវិតខ្ញុំថាបើជន់ដល់ដីខ្មែរគឺបហាជីវិតខ្ញុំហ្មងដោយសាររឿងរិះគន់រឿងភាពអសិលធម៌នៃការធ្វើពហិការផលិតផលថៃដែលថៃអត់ធ្វើពហិការផលិតផលខ្មែរអត់យកខួរក្បាលមកប្រើទេអត់ស្ដាប់និយាយទៅគឺយើងនិយាយទៅអត់ស្ដាប់យើងគេហៅថាជាតិនិយមផ្កាប់មុខចាញ់បោកអ្នកនយោបាយខ្មែរហើយបំផ្លាញខ្លួនឯងខ្ញុំអត់បាននិយាយពីរឿងពហិការផលិតផលថៃនឹងថាយើងធ្វើមិនធ្វើខ្ញុំគ្រាន់តែនិយាយថាត្រូវកុំឲ្យស្អប់ប្រជាជននិងប្រជាជនយើងស្អប់អ្នកនយោបាយស្មោកគ្រោកទាំងខ្មែរទាំងថៃទាំងទាហានទាំងអីប៉ុន្តែកុំឲ្យប្រើនយោបាយចាញ់បោកអ្នកនយោបាយខ្មែរដែលរឿងបាត់ដីអស់62កន្លែងអត់ព្រមប្តឹងថៃទៅតុលាការអន្តរជាតិដើម្បីទាដីនឹងមកវិញតែទៅធ្វើពហិការដែលអត់បានផលយើងស្អំចិត្តវាត្រូវហើយក៏ប៉ុន្តែយើងធ្វើខាងយើងគេអត់ធ្វើខ្ញុំពន្យល់ថាយើងឲ្យដងដៅទៅថៃខ្ញុំអត់មានទៅកាន់ជើងថៃទេខ្ញុំប្រាប់ថាអស់លោកកំពុងតែប្រព្រឹត្តអំពើអគុណធម៌អសិលធម៌វាឲ្យដងដៅទៅគេយើងចាញ់គេយើងធ្វើឈ្នះតែចិត្តយើងដើម្បីចាញ់អនយោបាយប្រជាពិធដ្ឋបោកប្រាស់ដើម្បីឲ្យយើងស្អប់ថៃទេស្អប់ទៅក៏មិនអីដែរក៏ប៉ុន្តែស្អប់ឲ្យវាមានហេតុផលដើម្បីឈ្នះយើងកំពុងតែស្អប់ថៃតែមេដឹកនាំយើងមួយថ្ងៃទៅសើទៅបញ្ញវន្តថៃតើបងប្អូនមានចាំអត់លោកហ៊ុនសែនផ្សាយបញ្ញវន្តថៃ2ដងហើយណាលោកស្អីសុរឆាតនោះមួយទៅលោកស្អីផ្សេងទៀតខ្ញុំមិនចាំឈ្មោះថៃទេមិនចាំឈឺក្បាលទេព្រោះបញ្ញវន្តខ្មែរមកកណោមិនយកមកសរសើរលើកដំកើងទៅលើកដំកើងបញ្ញវន្តថៃហើយកំពុងតែឲ្យធ្វើពហិការផលិតផលថៃបញ្ញវន្តខ្មែរយើងទៅឯណាអស់ទៅបានជាយើងនិយាយអត់បានយើងទៅយកបញ្ញវន្តថៃមកលើកដំកើងគេសរសើរគេថាគេហ៊ានរិះគន់រដ្ឋាភិបាលថៃតែបញ្ញវន្តខ្លួនឯងចាប់ដាក់គុកទាំងអស់ហើយទៅបង្ក្រាបហើយទៅយកស្នាដៃគេមកផ្សាយហើយថាយើងស្រឡាញ់ខ្មែរយើងកំពុងតែយកថៃលើកដំកើងជនជាតិគេបញ្ញវន្តគេគំនិតគេហើយឥឡូវយើងមកធ្វើពហិការផលិតផលថៃហើយអាធ្វើពហិការផលិតផលហ្នឹងគឺវាធ្វើអត់ត្រូវទៅទៀតព្រោះការធ្វើពហិការមិនអាចចេញពីអាជ្ញាធររដ្ឋទេយើងអាចហាមបានត្រឹមត្រូវហាមនឹងហាមចោះបន្លែនិងផ្លែឈើនិងសាំងហាមតែ3មុខទេបន្លែផ្លែឈើនិងសាំងច្បាស់ណាស់គឺរដ្ឋាភិបាលហាមអាផលិតផលគេហៅយុទ្ធសាស្ត្រ3មុខហ្នឹងដើម្បីតបទៅថៃថ្មិញសងដោយថ្មិញដោយសារថៃដកអ៊ីនធឺណិតនិងផ្ដាច់ភ្លើងនៅតំបន់ប៉ោយប៉ែតដើម្បីឲ្យអាក្រុមបនលបែងឆបោកអនឡាញហ្នឹងវាលលាយថៃគេចង់ឲ្យអាឆបោកអនឡាញហ្នឹងលលាយដូចជួយខ្មែរដែរតែយើងដោយសារវាបែកអាឆ្នាំងបាយឆបោកអនឡាញហ្នឹងហើយខឹងរឿងថៃគេមកហ៊ានដកភ្លើងដកទឹកអីយើងធ្វើដើម្បីស្អំចិត្តប្រជាពលរដ្ឋថាណែខ្មែរមិនមែនអន់ជាងណែឯងទេខ្ញុំហាមផលិតផលណែឯងមិនឲ្យចូលអត់ឲ្យចូលបន្លែអត់ឲ្យចូលផ្លែឈើអត់ឲ្យចូលប្រេងសាំងអាហ្នឹងជាការតបដើម្បីតបទៅនឹងអាការបិទភ្លើងបិទអ៊ីនធឺណិតនិងទូរស័ព្ទអីនៅតំបន់ប៉ោយប៉ែតជាការថ្មិញសងដោយថ្មិញអាហ្នឹងរដ្ឋាភិបាលយើងត្រូវធ្វើខ្លះហើយក៏ប៉ុន្តែអត់មានដល់ថ្នាក់ដល់ទៅចេញមករឿងពហិការប្រជាពលរដ្ឋមានសិទ្ធិធ្វើពហិការអត់អីទេប៉ុន្តែថ្នាក់ដឹកនាំមិនអាចចេញជាដឹកនាំរដ្ឋមិនអាចទៅធ្វើពហិការប្រកាសទេព្រោះយើងខុសច្បាប់ខ្ញុំនិយាយនឹងដើម្បីប្រាប់ថាយើងកុំឲ្យដងដាវទៅថៃដល់តែនិយាយអត់ស្ដាប់អត់អីយកហេតុផលឥឡូវនេះមកគំរាមបហាជីវិតខ្ញុំទៀតប្រមាថការទៀនដល់ជីវិតមនុស្សទៀតខ្ញុំអត់មានដែរទៅប្រមាថការទៀនអីអស់លោកទេវិធីនេះគឺថោកទាបមែនតើអស់លោកថោកទាបរហូតដល់ថ្នាក់ថាគិតថានៅស្រុកខ្មែរនិយាយអីក៏បានមិនមែនជាស្រុកអស់លោកទេស្រុកអស់លោកហ្នឹងគឺលោកកំពុងតែគ្រប់គ្រងគណៈបកកណ្ដាលអំណាចលោកលោកអីហ្នឹងរួចខ្លួនទេតែបន្តិចទៀតទឹកផ្នែកជូតក្បាលជង្គង់ដូចតែគ្នាតែលោកក៏ជាជនរងគ្រោះដែរគ្រាន់តែមិនទាន់ដល់វេនទេហើយក៏មកប្រមាថការទៀនជីវិតខ្ញុំអីណាថាទៅស្រុកខ្មែរអីបហាជីវិតស្រុកខ្មែរក៏ជាស្រុករបស់ខ្ញុំដែរមិនមែនស្រុកអស់លោកទាំងអស់គ្នាទេជាស្រុកកំណើតរបស់ខ្ញុំតាជាសវណ្ណភូមិខ្ញុំក៏មានតម្លៃមានការស្នេហាជាតិក៏ខ្ញុំស្រឡាញ់ជាតិមិនតិចជាងអស់លោកដែរលោកអស់លោកស្រឡាញ់ជាតិរបៀបស្វាអោបកូនសំណប់នៅទ្រូងហែលទឹកឲ្យលងទឹកងាប់ហ្នឹងខ្ញុំស្រឡាញ់សុកចិត្តដាក់នៅលើក្បាលចុះអាកូនសំអប់ហ្នឹងឲ្យវារស់អញ្ចឹងសរសើរឲ្យស្លាប់ខ្ញុំសុកចិត្តបង្អាប់ឲ្យរស់ខ្ញុំអត់សរសើរឲ្យស្លាប់ទេហើយទៅអស់លោកនិយាយភាសាបែបនេះណាអស់លោកនៅស្រុកខ្មែរទេបើនៅស្រុកអាមេរិកវិញ24ម៉ោងបើមិនអស់លោកជាប់គុកអត់ថ្ងៃចេញទេប្រមាថការទៀនប៉ុន្តែនៅស្រុកខ្មែរអស់លោកនិយាយអីក៏បានដែរព្រោះអីអស់លោកនិយាយប្រមាថជីវិតខ្ញុំបើអស់លោកនិយាយប្រមាថជីវិតមេលោកមើលនិយាយប្រាប់ប្រមាថលោកហ៊ុនសែនតាមមួយម៉ាត់មើល24ម៉ោងលោកជាប់គុកអត់ថ្ងៃចេញទេអាហ្នឹងស្តង់ដារស្រុកយើងក៏ប៉ុន្តែខ្ញុំស្នើឲ្យបងប្អូនទាំងអស់
នៅក្នុងបណ្ដាញសង្គម Facebook នេះបើលឺសារបែបនេះណាមិនបាច់តបតកុំឲ្យថោក block ចោលទី1 block ចោលទី2 report ត្រូវតែរាយការណ៍ទៅខាងក្រុមហ៊ុន Facebook ឬក្រុមហ៊ុនអីទាំងអស់ហ្នឹងអំពីសារហិង្សារបស់គាត់ព្រោះយើងមិនត្រូវអនុញ្ញាតឲ្យអំពើពាលហិង្សាការប្រមាថការទានអីមិនចំពោះថាការប្រមាថការទានជីវិតខ្ញុំជីវិតគណៈបកប្រឆាំងនេះសំបីតែជីវិតរបស់ក្រុមដែលជាខុសសនិករបស់គណៈបកប្រជាជនកម្ពុជាឬក៏ក្រុមខុសសនិករបស់រដ្ឋាភិបាលកម្ពុជានឹងក៏ដោយការប្រមាថជីវិតលោកហ៊ុនសែនលោកហ៊ុនម៉ាណែតឬក៏នរណាក៏ដោយឲ្យតែលឺ block ចោលហើយរាយការណ៍ទៅ Facebook ទៅដើម្បីឲ្យគេចាត់ការយើងអត់មានដោះស្រាយបញ្ហាប្រទេសជាតិបែបភ្លីភ្លើប្រទេសផ្ដាច់អញ្ចឹងទេយើងថោកពេកយើងខ្ញុំមិនអាចថានិយាយទៅគឺយើងទៅផ្លូវអន់មែនតើឥឡូវថៃមេដឹកនាំថៃយោធាថៃគេប្រកែកគេតវ៉ាគេជំទាស់មកយើងថាអ្វីដែលគេកំពុងតែធ្វើនៅក្នុងដែនអធិបតេយ្យកម្ពុជាគឺជារឿងស្របច្បាប់នេះរឿងនេះដែលអស់លោកដែលប្រកែកនេះដែលរករឿងធ្វើបហាជីវិតខ្ញុំនេះជាពេលដែលអស់លោកត្រូវរករឿងរដ្ឋាភិបាលអស់លោកនេះបើស្រឡាញ់ដីកុំធ្វើបដិការវាមិនឈ្នះថៃទេថៃអត់ស្លាប់ទេរឿងធ្វើបដិការហ្នឹងព្រោះទំនិញថៃនាំមកស្រុកខ្មែរប្រៀបធៀបនឹងទំនិញថៃនាំទៅលើទីផ្សារអន្តរជាតិមកខ្មែរតែ 3% ទេគេនាំទៅលើទីផ្សារអន្តរជាតិ 97% ថៃអត់ដាច់ពោះងាប់ទេបងប្អូនហើយកុំមកសម័យថាថៃងាប់ដោយសារតែយើងបដិការផលិតផលគេវាអត់អីទេធ្វើទៅក្នុងនាមជាប្រជាពលរដ្ឋជាអីធ្វើទៅក៏ប៉ុន្តែកុំធ្វើក្នុងនាមរដ្ឋាភិបាលហើយកុំរើសអើងចុះទៅតាមតូបទំនិញតូបអីទៅឆែកឆេអីឥឡូវហ្នឹងអាញាធរហ្នឹងលើសឲ្យដើរលើសបន្ទាត់ក្រហមខ្លាំងមែនតើអស់លោកបំពេញនិយាយទៅធ្វើអីក៏ដោយគេហៅថាគេឲ្យធ្វើ10យើងធ្វើ100អាមហាលូតផ្លោះមហាអស្ចារ្យហ្នឹងឯងដែលខ្មែរក្រហមសម្លាប់មនុស្សអស់1លាន7សែននាក់នេះរបៀបមហាលូតផ្លោះមហាអស្ចារ្យចុះទៅធ្វើទុកបុកម្នេញអាញាប្រជាពលរដ្ឋលក់រាយលក់អីតាមតូបតាមអីហ្នឹងរើខ្ទេចហោផលិតផលថៃរហូតតតែហ៊ានថាចាប់ពីពេលនេះទៅគឺឲ្យតែមានផលិតផលថៃដាក់នៅលក់គឺដឹងថាអត់បានតែម្ដងតើមានច្បាប់ឯណាដែលទៅហាមផលិតផលថៃមិនឲ្យដាក់តាំងលក់នៅពេលដែលយើងហាមតែបន្លែនិងផ្លែឈើនិងប្រេងកាតហ្នឹងប្រេងសាំងហ្នឹងនេះគឺជាប្រកាសរបស់រដ្ឋាភិបាលតាហាមផលិតផលថៃតែ3មុខទេគឺផ្លែឈើបន្លែហើយនិងសាំងផ្សេងទៀតគឺយើងនាំមកតាមផ្លូវណាក៏បានដែរអត់តែផ្លូវគោកឯផ្លូវទឹកផ្លូវអាកាសផ្លូវអីគឺនាំបានដូចតែគ្នាគ្រាន់តែយើងមិនទិញក៏ហីទៅក៏ប៉ុន្តែយើងអាចទៅហាមគេមិនឲ្យដាក់លក់ទេបើយើងហាមដាក់លក់រដ្ឋាភិបាលចេញប្រកាសហាមផលិតផលថៃមិនឲ្យចូលដីខ្មែរទាំងអស់ហ្មងទៅបើចិត្តសឿងធ្វើអញ្ចឹងទៅកុំឲ្យប្រជាពលរដ្ឋគ្នាខ្លោចផ្សារអត់ដឹងអនុវត្តច្បាប់អាម៉េចព្រោះអាជ្ញាធរអនុវត្តលើសហើយចិត្តតែធ្វើផ្ដេសផ្ដាស់ស្រាច់ចិត្តហើយការដែលធ្វើផ្ដេសផ្ដាស់នេះគឺយើងបង្ហាញអំពីគុណធម៌យើងធូរថ្លៃហើយយើងឲ្យដងដាវទៅថៃខ្ញុំនិយាយប្រាប់អស់លោកនេះដើម្បីឲ្យយើងកុំចាញ់ព្រៀបថៃនៅក្នុងពេលដែលគេកំពុងតែរកពិន្ទុនៅលើឆាកអន្តរជាតិឈ្លានពានដែនអធិបតេយ្យយើងបានដីយើងហើយយកអីគ្រប់យ៉ាងហើយស្រាប់តែទៅប្រាប់បរទេសថាគេជាជនរងគ្រោះហើយដល់យើងជាជាងការធ្វើឲ្យយើងជាជនរងគ្រោះយើងទៅជាខ្លាយទៅជាជនប្រព្រឹត្តទៅវិញដោយសារអំពើផ្ដេសផ្ដាស់ខុសគោលការណ៍មួយចំនួនដែលធ្វើតាមការញុះញង់ឬក៏ការដោយថានយោបាយប្រជាពិធដ្ឋទៅតាមស្របតាមគ្នាបំផ្លាញខ្លួនឯងសោះហើយដល់ពេលយើងនិយាយកុំឲ្យបំផ្លាញខ្លួនឯងថាខ្ញុំក្បត់ជាតិថាខ្ញុំគ្រប់គ្រងផលិតផលថៃអ្នកខ្លះគេថាអូយគ្រប់គ្រងមួងណារ៉េតហ្នឹងតាំងពីអាស៊ីសេរីមកហ្នឹងស្រឡាញ់ណាពេញចិត្តណានិយាយទៅតាមរហូតសំបីតែអីហ្នឹងគឺពេញចិត្តនឹងការនិយាយដល់ពេលនិយាយរឿងពាក់ឯកាផលិតផលថៃហាមមិនឲ្យធ្វើពាក់ឯកាផលិតផលថៃស្អប់មួងណារ៉េតហ្មងខ្ញុំមិនអាចទៅហាមឃាត់បងប្អូនអំពីភ្លើងច្បើងនឹងបានទេចឹងហើយបានខ្ញុំប្រាប់ថាស្រឡាញ់មួងណារ៉េត100ដក50ទៅវិញខ្លះទៅដើម្បីកុំឲ្យជាប់ជាពាក់យូរពេកទៅវាដូចថាស្រឡាញ់ខ្លាំងដល់ពេលលងទាំងអស់ខាត់ចុងខាត់ដើមដកខ្លះទៅបងប្អូនដក100វិញក៏បានដែរដើម្បីទុកការពារពេលដែលស្អប់មួងណារ៉េតកុំឲ្យស្អប់ទៅវាលងចុងពេកខ្ញុំអត់មានទៅនិយាយទៅគឺខ្ញុំហួសចិត្តណាស់នៅពេលដែលគាត់និយាយថាអូយគ្រប់ត្រគាត់តាំងពីអាស៊ីសេរីមកឥឡូវហ្នឹងស្រាប់ទៅភ្លាវទៅឯណាទៅកាន់ជើងថៃយកខួរក្បាលមកគិតបងប្អូនកុំយកអារម្មណ៍មកគិតមួងណារ៉េតអត់មានគ្រប់ត្រថៃទេមួងណារ៉េតនិយាយអំពីការធ្វើនយោបាយប្រជាពិធដ្ឋបោកប្រាស់ប្រជាពលរដ្ឋធ្វើឲ្យប្រជាពលរដ្ឋធ្លាក់នៅក្នុងរឿងដែលកាន់តែជ្រៅទៅហើយធ្វើឲ្យចាញ់ព្រៀបថៃយើងចង់បានដីថៃយើងអត់ធ្វើដូចផ្ដេសផ្ដាស់អញ្ចឹងកាទេហើយខ្ញុំមិនហាមឃាត់ទេបងប្អូនធ្វើពាក់ឯកាផលិតផលអីខ្លួនឯងតាមចិត្តឯងដើម្បីស្អំចិត្តខ្ញុំមិនហាមឃាត់ទេប៉ុន្តែកម្រិតរដ្ឋាភិបាលកុំជោរដ្ឋាភិបាលមិនអាចធ្វើពាក់ឯកាផលិតផលគេបានទេគឺវាប្រឆាំងនឹងច្បាប់ពាណិជ្ជកម្មអន្តរជាតិ WTO បើអញ្ចឹងមិនមែនខ្មែរបើកឲ្យចូលតាមព្រំដែនមកទាំងព្រំដែនគោកសំទុះព្រំដែនទឹកព្រំដែនគោកហ្នឹងក៏នាំមកដែរតាមច្រក
ស្ទឹងត្រែងចូលមកអភិបាលខេត្តស្ទឹងត្រែងក៏អត់អាចហាមបានដែរគាត់ថាហ្នឹងគឺផលិតផលថៃមែនហើយប៉ុន្តែរដ្ឋមានហាមណាកម្ពុជាយើងមានហាមចូលណាហាមតែបន្លែផ្លែឈើនិងប្រេងសាំងតាអញ្ចឹងបើយើងទៅហាមអាហ្នឹងប៉ះពាល់នឹងវិធានការច្បាប់ពាណិជ្ជកម្មអន្តរជាតិ WTO ណាដឹងអញ្ចឹងដែរប៉ុន្តែការអនុវត្តគឺផ្ទុយស្រឡះមេធំហ្នឹងពេលខ្លះដឹងពេលខ្លះធ្វើជាមិនដឹងលោកគុណញឹមមេកយក៏គាត់ថាមិនអាចធ្វើពហិការឬក៏ហាមផលិតផលថៃមិនឲ្យចូលមកដែរតែយើងអាចមិនប្រើប្រាស់ផលិតផលគេបានប៉ុន្តែយើងមិនអាចទប់មិនឲ្យផលិតផលគេចូលបានទេហើយក៏មិនអាចក្នុងនាមថ្នាក់រដ្ឋាភិបាលនឹងអាចប្រកាសបានទៀតថាពហិការផលិតផលថៃលើកលែងតែការហាមពីមុខនឹងប្រេងសាំងនឹងទេតែលើសពីហ្នឹងហ៊ានតែប្រកាសពហិការគឺយើងក្បត់នឹងធ្វើរំលោភ WTO ខ្ញុំនិយាយយកតែប៉ុន្តែលោកហ៊ុនសែននិយាយប្រកាសអញ្ចឹងឲ្យធ្វើពហិការររឿងអ្នករត់ពន្ធតាមពិតអាររឿងអ្នករត់ពន្ធហ្នឹងត្រូវហើយអ្នករត់ពន្ធមិនមែនចាំបាច់តែផលិតផលថៃទេរត់ពន្ធស្អីក៏ត្រូវតែចាប់ដាក់គុកដែរព្រោះជាអំពើផ្ដេសផ្ដាសចុះបើប៉ះពាល់សុខភាពប្រជាពលរដ្ឋទៅចឹងតតែឆ្លោះគ្នាមួយថៃបានយើងចាប់មែនអារបស់រត់ពន្ធអារបស់គីមីនឹងយើងចាប់យូរហើយកម្ម control ត្រូវធ្វើការងារនឹងយូរហើយអត់ចាំបាច់តឆ្លោះគ្នាមួយថៃហើយមករឿងតែផលិតផលថៃទេផលិតផលយួនដាក់គីមីចិនដាក់គីមីអីហ្នឹងក៏ត្រូវតែចាប់រត់ពន្ធត្រូវតែចាប់តែទាំងអស់តាដល់តែពេលនិយាយអញ្ចឹងគាត់មករករឿងប្រមាថការទានជីវិតគឺក៏មិនចូលចិត្តខ្ញុំមិនអាចនឹងអង្វរបងប្អូនឲ្យចូលចិត្តខ្ញុំទេខ្ញុំនិយាយការពិតនេះពេលខ្លះពាក្យពិតវារែងស្លែងបងប្អូនមនោសញ្ចេតនាជ្រៅពេកជាតិនិយមជ្រុលពេកកន្លែងខ្លះអត់ដឹងអំពីអតតិចដែលគេបោកយើងគេបោកយើង30 40ឆ្នាំហើយយើងនៅតែលុះក្រោមអនាគតិនៃការបោកបានហើយដល់ពេលអញ្ចឹងមកខឹងអ្នកប្រាប់ហើយខ្ញុំបានអីពីបងប្អូនខ្ញុំបានប្រាប់ឲ្យតើថាបើជាប្រជាពលរដ្ឋពហិការតាមចិត្តអត់អីទេប៉ុន្តែធ្វើឲ្យវាមានកម្រិតសិលធម៌មួយព្រោះថៃគេអត់ធ្វើពហិការផលិតផលយើងថាថៃមិនពហិការថៃទៅតែវាប្រភ្លើក្លឿនអីយើងគិតអីក៏បានដែរប៉ុន្តែជាយុទ្ធសាស្ត្រជានយោបាយគឺយើងត្រូវតែសន្សំពិន្ទុដើម្បីឈ្នះថៃហើយរឿងដែលសំខាន់បំផុតគឺត្រូវតែពហិការត្រូវតែប្តឹងថៃទៅតុលាការអន្តរជាតិឯណោះបើបងប្អូននៅតែអង្គុយវល់រឿងពហិការហ្នឹងគឺយើងនឹងតិចទៀតអ្នកលក់ដូរគ្នាកំពុងតែលក់ប្របាក់ផងមួយថ្ងៃចុះរើចុះឆែកចុះរើចុះឆែកចុះឲ្យគ្នាធ្វើយ៉ាងម៉េចបើអារបស់ទិញដាក់ស្តុកតាំងពីឆ្នាំ2024មុនបាញ់គ្នារបស់ថៃហ្នឹងទិញ30 40ឆ្នាំមកឲ្យគ្នាយកទៅក្បត់ចោលនៅឯណាវាត្រូវមើល delay ត្រូវមើលអីហ្នឹងផងហើយបើខុសពីបន្លែនិងផ្លែឈើក៏អត់ត្រូវហាមគេដែរសំខាន់អតិថិជនមានសិទ្ធិមិនទិញតែអ្នកលក់អត់អាចមានសិទ្ធិមិនលក់ទេចង់យកអ្នកទិញមិនត្រូវការទៅដាក់សម្ពាធគាត់មិនឲ្យលក់ទេព្រោះដោយសារអីរបស់ហ្នឹងនាំចូលពីខ្សែដើមខ្សែនោះពីកយពីអីព្រំដែនមកនោះហើយត្រូវច្បាប់ទៀតតើហេតុអីបានជាអស់លោកបងប្អូននឹងមិនគិតរឿងហ្នឹងសោះខ្លះទៅខ្ញុំឆ្ងល់ដែរឥឡូវនេះស្រាប់តែលេចធ្លាយសារបែកធ្លាយរបស់លោកហ៊ុនម៉ាណែតអីណាណោះឃើញផ្សាយតាមបណ្ដាញសង្គមហ្នឹងមិនដឹង AI មិនដឹងមិន AI អីក៏តែសារហ្នឹងគឺ still ដូចឪពុកគាត់ចឹងអើយដដែលអត់ព្រមដូរ still សោះអាសាណៃនាំស្អីហ្នឹងគឺនិយាយលើក្បាលមីក្រូទៅប្រកាសជាសាធារណៈដាក់មកមុខកាមេរ៉ាមកអ្នកណាគេហាមលោកហ៊ុនម៉ាណែតលោកហ៊ុនសែនហ្នឹងអ្នកណាគេហាមនិយាយអីក៏បានដែរលោកនិយាយចង់ងើបមួយវាយមួយក៏បាននិយាយចង់ល្អយ៉ាងម៉េចក៏បាននិយាយម៉ោងណាក៏បានហេតុអីចាំបាច់មានអាខ្សឹបមានអាបែកធ្លាយនឹងទៀតបើសិនជាអាខ្សឹបបែកធ្លាយនឹងគឺជារឿងត្រឹមត្រូវសោះហេតុអីក៏មិននិយាយប្រកាសទៅតែម្ដងទៅចាំបាច់អាស្ទីលបែកធ្លាយដែលធ្វើឲ្យបែកធ្លាយនឹងក៏និយាយចេះសារហ្នឹងគាត់និយាយទៅប្រាប់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ហ្នឹងសាររបស់លោកហ៊ុនម៉ាណែតថ្ងៃហ្នឹងបែកធ្លាយហ្នឹងគាត់ថាឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់តាមមូលដ្ឋានដែលចុះឆែកឆេរទំនិញប្រជាពលរដ្ឋហ្នឹងកុំធ្វើលើសចង់និយាយក្នុងន័យថាកុំរើសអើងផលិតផលថៃផលិតផលចិនផលិតផលវៀតណាមអីក៏ដោយកុំធ្វើលើសព្រោះអីរដ្ឋហាមតែផលិតផល3មុខទេគឺបន្លែផ្លែឈើនិងប្រេងសាំងតែ3មុខទេគាត់និយាយចឹងទៀតហើយកុំធ្វើលើសរហូតតតែហាមផលិតផលផ្សេងទៀតទៅធ្វើបាបគ្នាធ្វើទុកបុកម្នេញគ្នាកុំឲ្យលក់ដូរអីនេះថ្នាក់ដឹកនាំនិយាយត្រូវអញ្ចឹងហេតុអីបានបែកធ្លាយខ្ញុំពងតែឆ្ងល់និយាយជាទូទៅហេតុអីបានសូមបីតសារហ្នឹងក៏អៀនមាត់នៅក្នុងការនិយាយអារឿងត្រូវនេះបើសិនជានិយាយរឿងត្រូវខ្ញុំពេញចិត្តនឹងផ្សាយឲ្យលោកហ៊ុនម៉ាណែតប្រាប់ទៅប្រជាពលរដ្ឋខ្មែរអាជីវករដែលកំពុងតែវិញវ័នអស់នេះផងប្រាប់ទៅអាជ្ញាធរដែលចោះទៅបង្ក្រាបគេឲ្យធ្វើលើសផងដើម្បីឲ្យធ្វើរឿងត្រូវហើយមេដឹកនាំដឹងរឿងត្រូវដែរប៉ុន្តែដេកផ្សំដួលលមួលផ្សំក្រិចបោកបន្លំកតេលធំបន្លំចូលដេកគឺចឹងទៅអត់ហ៊ាននិយាយជាសាធារណៈឯព្រោះឪពុករបស់លោកហ្នឹង
ប្រកាសឲ្យគេធ្វើពាក់ឯកាផលិតផលថៃបាត់ទៅហើយដែលខុសច្បាប់ខុសទម្លាប់ខុសសិលធម៌អីដែលធ្វើឲ្យអង្គការ WTO បើថៃប្តឹងក៏គេប្តឹងបានដែរតែថៃមិនឈួតប្តឹងខ្មែរទេព្រោះអីថៃបំពេញច្រើនហើយគេមានកាឡាយកដីយើងគេមកប្តឹងឲ្យខាតពេលអីទេប៉ុន្តែបើគេប្តឹងក៏គេប្តឹងកើតដែរហើយបងប្អូនគាត់និយាយថាគាត់ប្រាប់ថាថៃប្តឹងបានហ្នឹងមករករឿងមូលនរេនហ្នឹងថាក្បត់ជាតិទៀតយើងប្រព្រឹត្តខុស WTO ក្នុងនាមជាប្រមុខរដ្ឋលោកហ៊ុនសែនជាប្រមុខរដ្ឋស្ដីទីគឺជាប្រមុខរដ្ឋាភិបាលជំនួសឲ្យលោកហ៊ុនម៉ាណែតពេលព្រះមហាក្សត្រលោកមិននៅដូច្នេះក្នុងន័យហ្នឹងគឺយើងជារដ្ឋាភិបាលអត់អាចចេញសារអីមួយពាក់ឯកាផលិតផលអីបានទេពីខ្ទាស់នឹងច្បាប់ WTO ខ្ញុំនិយាយអញ្ចឹងប្រជាពលរដ្ឋពាក់ឯកាអត់អីទេតែមេដឹកនាំពាក់ឯកាគឺរឿងហើយដល់ពេលយើងធ្វើតាមលោកហ៊ុនសែនអាញាធរចុះទៅរឿងរហតែរបស់រថពន្ធសោះឲ្យតែមានរបស់ថៃគឺររឿងគេគ្រប់យ៉ាងតាំងពីមានបញ្ជីតាំងឆ្នាំ2024ឃើញដៅកាហាយគ្នាអ្នករកស៊ីគ្រាន់តែក្រុមហ៊ុនដឹកជញ្ជូនអីយករបស់ស្តុកទុកមកអញ៉ៃពេញទឹកពេញដីឥឡូវហ្នឹងធ្វើឲ្យគ្នាមានសម្ពាធមួយគឺអត់ហ៊ានដាក់តាំងលក់ផលិតផលថៃតតែសោះបើទោះបីជារបស់ហ្នឹងនាំចូលដោយស្របច្បាប់ហើយអាជ្ញាធរអត់បានហាមឃាត់សោះតើវារញ៉េរញ៉ៃយ៉ាងម៉េចទៅអាការដឹកនាំរបៀបណែនាំប្រជាពលរដ្ឋហ្នឹងខ្ញុំកំពុងតែឆ្ងល់សារនេះណាគឺគួរតែចេញជាសាធារណៈតែលោកហ៊ុនម៉ាណែតនៅលឹបឡដោយសារឲ្យពុកលោកធ្លុយខុសតាក់ទងនឹងរឿងពាក់ឯកាផលិតផលថៃអត់រើសមុខដោយសារតែខ្លួននិយាយហ្នឹងគឺដើម្បីស្អំចិត្តប្រជាពលរដ្ឋថាមេដឹកនាំខ្មែរអត់មានខ្លាចថៃអត់មានអាណិតថៃអត់មានអីគឺស្អប់អ្នកឯងដល់ឆ្អឹងតែម្ដងចង់និយាយចឹងណាមេដឹកនាំខ្មែរហ្នឹងយកលួងចិត្តប្រជាពលរដ្ឋឲ្យគិតថាលោកហ៊ុនសែនកំហុសដល់ធំប្រប៉ុនមេឃតាក់ទងនឹងបាត់ដី62កន្លែងហ្នឹងក៏ដោយតែអត់មានទេគាត់នៅតែតតាំងឯងឃើញទេមិនឲ្យយើងនឹងទៅហូបអាហារថៃមិនឲ្យទៅយើងនឹងគ្រប់គ្រងផលិតផលថៃត្រូវតែធ្វើពាក់ឯកាឲ្យពាក់ឯកាជាទូទាំងប្រទេសអីចឹងដើម្បីបង្ហាញថាយើងអត់ចូលចិត្តអត់ពេញទឹកថៃទេដែលរំលោភឈ្លានពានតែផ្ទុយទៅវិញអត់គិតអំពីភាពអសមត្ថភាពរបស់រដ្ឋាភិបាលឃើញប្រជាពលរដ្ឋភ្លេចទេគាត់ភ្លេចឈឹងអូយលោកហ៊ុនសែនក្រុមគ្រួសារតកូលហ៊ុននេះគឺគាត់ស្អប់ណាស់អាថៃដែលឈ្លានពានហ្នឹងឃើញគាត់ខំតស៊ូឲ្យបងប្អូនយើងធ្វើពាក្យឯកាផលិតផលអីចឹងដើម្បីលុបលាងអាការដែលទាញការចាប់អារម្មណ៍អំពីភាពអសមត្ថភាពនៅក្នុងការដែលមិនអាចទប់ការឈ្លានពានរបស់ថៃ62កន្លែងបានឃើញប្រជាពលរដ្ឋចាប់ផ្ដើមចាំបើគាត់ខុសច្រើនប៉ុណ្ណាប៉ុន្តែឥឡូវគាត់ធ្វើត្រូវដែរអញ្ចឹងគាត់នៅតែល្អគាត់នៅតែជាមានដឹកនាំអស្ចារ្យប៉ុន្តែធ្វើខុសទៅទៀតព្រោះថ្នាក់ដឹកនាំអត់អាចប្រកាសជាសាធារណៈពាក់ឯកាផលិតផលទាំងអស់ហើយខ្ញុំប្រាប់ប្រជាពលរដ្ឋកុំឲ្យអាចជ័យធ្លាក់ទឹកហើយព្រោះអីប្រជាពលរដ្ឋធ្វើអត់អីទេបើលោកហ៊ុនសែនឆ្លាតណាលោកអត់ត្រូវចេញសារអំពាវនាវឲ្យប្រជាពលរដ្ឋធ្វើពាក់ឯកាផលិតផលថៃចឹងទេលោកឲ្យប្រជាពលរដ្ឋធ្វើតាមចិត្តទៅហើយនៅឲ្យស្ងៀមដំបងលោកធ្វើត្រូវដំបងលោកអីណាតាក់តងនឹងសាររបស់អីអុកញ៉ាដួងឆាយអីណាដែលនិយាយមកផ្សាយពីរឿងធ្វើពាក់ឯកាផលិតផលថៃអីនឹងលោកថាកុំឲ្យជ្រុលកុំឲ្យអីចឹងអីលាក់នឹងលាក់ដំបងត្រូវដល់ពេលយូរទៅកាន់តែមែនតែនទៅគឺទៅអត់មាននរណាគ្រូបាអាចារ្យណាបដៅព្រះអង្គបានហើយដល់ពេលខុសទាំងសិលធម៌ខុសទាំងផ្លូវច្បាប់វាហុចដងដាវឲ្យថៃខ្ញុំនិយាយនេះគឺកុំឲ្យហុចដងដាវឲ្យថៃតាខ្ញុំម្ដងទៀតបងប្អូនប្រជាពលរដ្ឋពាក់ឯកាផលិតផលថៃអត់ខុសច្បាប់ទេវាខុសតែរឿងសិលធម៌ព្រោះប្រជាពលរដ្ឋថៃគេអត់ពាក់ឯកាតែប៉ុណ្្នឹងឯងខុសសិលធម៌តែបន្តិចប៉ុន្តែអត់មានខុសឆ្គងអីទេធ្វើទៀតទៅប៉ុន្តែថ្នាក់ដឹកនាំធ្វើអត់បានទេរដ្ឋាភិបាលធ្វើអត់បានទេគេប្តឹងយើងបានបើគេចង់ប្តឹងក៏ខ្ញុំនិយាយថាថៃគេនឹងមិនប្តឹងយើងខ្ញុំមិនចង់ឲ្យដងដាវទៅថៃខ្ញុំនិយាយពន្យល់បងប្អូនឲ្យយល់តាហើយមិនបានប្រមាថការទានជីវិតរបស់ខ្ញុំពងតែឆ្ងល់អស់លោកចង់បានដីខ្មែរមកវិញធ្វើអញ្ចឹងទប់ទៅបាត់ព្រំដែននឹងឲ្យចប់ទៅហើយទប់ផលិតផលថៃឲ្យឆ្លោះគ្នាមកជីវិតទៅអាការដែលសន្សំពិន្ទុឆ្លោះនឹងឯងដែលធ្វើឲ្យព្រំដែននៅតែបិទថៃក៏អត់ចរចាហើយយើងអត់ប្តឹងគេទៅសហគមន៍អន្តរជាតិទៀតអញ្ចឹងយើងបិទទ្វារកុំយកដីមកវិញសោះហ្នឹងហេតុអីបានជាអស់លោកគិតថាធ្វើត្រូវខ្ញុំពងតែឆ្ងល់ហេតុអីបានជាយើងយកអីមកបោកយកអីមកគិតបានជាគិតថាយើងធ្វើត្រូវយើងពាក់ឯកាផលិតផលថៃដើម្បីស្អំចិត្តឲ្យយើងសុបាយចិត្តព្រោះធ្វើអីថៃអត់បានមិនអីទេជាប្រជាពលរដ្ឋប៉ុន្តែអាហ្នឹងមិនមែនវិធីដោះស្រាយទេបងប្អូនបើយើងឆ្លោះគ្នាហើយយើងចង់ផ្សះផ្សាគ្នាហើយថ្ងៃណាក៏យកពងទាស្អុយទៅចោលផ្ទះគេថ្ងៃណាក៏ជាឈប់បចោលផ្ទះគេថ្ងៃណាក៏យើងទៅរករឿងគេទៀតតើកន្លែងណាដែលអាចផ្សះផ្សាបានហើយគេវាយយើងដេ4 10ធ្នេតែទៅក្បែរគេតិចទៀតគេមកវាយទៀតហើយព្រោះយើងអត់មានកម្លាំងទប់គេផងហ្នឹងហើយយើងអត់ទៅរកប៉ូលីសយើងអត់ទៅប្តឹងតុលាការតែយើងចង់វាយតទល់គ្នាមួយទល់មួយហើយតែមកត្រូវទៀតត្រូវដេ4 10ធ្នេទៀតហើយយើងនៅតែអញ្ចឹងហើយយើងចង់បានឲ្យគេចរចាមកយើងមកតែយើងធ្វើអញ្ចឹងយើងពាក់ឯកាផលិតផលគេយើងបោះចោលពងវាន់ស្អុយទៅផ្ទះគេច្បាស់ជាគេរងសម្ពាធផ្លូវចិត្តគេពិបាកគេដាច់ខ្យល់គេមកសុំអង្វរយើងចរចាឲ្យដីយើងមកវិញ
នេះជាការគិតរបស់បងប្អូនយើងគិតថាដាក់សម្ពាធថៃទៅពាក់ឯកាផលិតផលថៃទៅថៃសេដ្ឋកិច្ចធ្លាក់កាប់មុខកលាប់ចាក់អង្វរថាអង្វរខ្មែរសំបើកព្រំដែនហើយខ្ចាក់ដីឲ្យវិញព្រោះអាហ្នឹងព្រោះថៃអ្នកប្រព្រឹត្តខ្លួនឯងនេះជាការគិតរបស់យើងប៉ុន្តែយើងគិតខុសបងប្អូនដោយសារតែយើងទទួលបានព័ត៌មានមិនត្រូវព្រោះនៅស្រុកខ្មែរអួតពេកគេវាយងាប់ក៏នៅតែហងរៀងនៅប្តីប្រពន្ធសកត់កជាប់ហងរៀងនៅដល់ពេលអ្នកស្រុកមកមើលបានដឹងថាអូយស្មានតាអន្តិតនឹងវាយប្រពន្ធងាប់ទៀតហើយតាមពិតប្រពន្ធជន់កកតែខ្លួនឯងមិនចង់ឲ្យខ្មាស់គេស្រែកអញ្ចឹងទៅដើម្បីឲ្យអ្នកស្រុកគេជឿថាខ្លួនឯងអស្ចារ្យយើងចង់បានអញ្ចឹងមែននេះជារឿងកំ pl ែងទេបងប្អូនមិនមែនជាដំណោះស្រាយទេអញ្ចឹងម្ដងទៀតផលិតផលថៃពហិការជាលក្ខណៈប្រជាជនធ្វើទៅខ្ញុំអត់មានហាមឃាត់ទេឲ្យសប្បាយចិត្តខ្លួនឯងធ្វើទៅប៉ុន្តែក្នុងកម្រិតរដ្ឋជារដ្ឋាភិបាលធ្វើមិនបានទេតែបើជ្រុលជាធ្វើខ្ញុំលើកទឹកចិត្តឲ្យចេញសេចក្តីប្រកាសទូទាំងប្រទេសតែម្ដងទៅថាហាមផលិតផលថៃគ្រប់ប្រភេទទឹកក៏ហាមគោកក៏ហាមអាកាសក៏ហាមចប់ត្រឹមប៉ុណ្្នឹងមិនមែនតែបន្លែផ្លែឈើនិងប្រេងកាតប៉ុណ្្នឹងប្រជាពលរដ្ឋស្ងប់ចិត្តហើយផលិតផលថៃដែលនៅមានប្រមាណហ្នឹងដាក់តាំងលក់ហ្នឹងវាហើយទៅយូរវាអស់ហើយតែឥឡូវទឹកមួយពាងយើងដកមួយផ្តិលយើងចាក់5ផ្តិលយើងដក2ផ្តិលយើងចាក់10ផ្តិលតើអង្កលវាលួសអស់ព្រោះយើងអ្នកនាំទឹកយកមកចូលខ្លួនឯងនៅរដ្ឋាភិបាលអនុញ្ញាតឲ្យទំនិញទាំងអស់ហ្នឹងចូលដោយស្របច្បាប់សោះហ្នឹងហើយទៅឲ្យប្រជាពលរដ្ឋពាក់ឯកាហើយខ្លួនឯងអ្នកនាំមកហើយឲ្យគ្នាពាក់ឯកាហើយមកឲ្យគ្នាឆ្លោះគ្នាហើយមកឲ្យគ្នាស្អប់ខ្ពើមជាតិសាសន៍គ្នានេះគឺជាចេតនាបំផ្លាញជាតិនេះទៅវិញទេអត់ឲ្យរឿងហ្នឹងគឺអត់ឲ្យបានសុខនឹងគ្នាឲ្យអាចំនួនព្រំដែនហ្នឹងនៅឆ្លោះគ្នាអញ្ចឹងទៅចុងក្រោយដីខ្មែរបាត់ទៅថៃអស់តែម្ដងដែលត្រឹមត្រូវបំផុតគឺអពហិការហ្នឹងម៉ោងហ្នឹងក៏ស្បើយដែរព្រោះអីវាចូលដល់ពេលដែលយើងត្រូវការជជែកជាមួយថៃយើងជជែកក្នុងន័យថាផ្លូវច្បាប់ដឹងថៃទៅតុលាការអន្តរជាតិទៅតុលាការព្រហ្មទណ្ឌទៅតុលាការយុត្តិធម៌ទៅហើយឲ្យគេដោះស្រាយយើងបន្តធ្វើអីពហិការរបៀបប្រជាពលរដ្ឋតែកុំពហិការក្នុងភាពជារដ្ឋម្ដងទៀតបើចិត្តសឿងជារដ្ឋដែលចង់ឲ្យប្រជាពលរដ្ឋពហិការប្រកាសជាសាធារណៈមកឈប់ឲ្យផលិតផលថៃចូលក្នុងស្រុកខ្មែរទាំងអស់ឬក៏បើចិត្តសឿងឲ្យប្រជាពលរដ្ឋនឹងកុំឲ្យច្បល់ច្បោកទាំងអាជ្ញាធរទាំងអ្នកលក់ដូរប្រកាសមួយមកថាចាប់ពីពេលនេះតទៅអ្នកលក់ដូរទាំងអស់នៅប្រទេសកម្ពុជាហាមដាក់តាំងលក់ផលិតផលថៃទាំងស្របច្បាប់ទាំងខុសច្បាប់និយាយចឹងហ្មងទៅអាតារ៉េនឬក៏ផ្លែឈើអីហ្នឹងយើងហាមនិយាយឲ្យផលិតផលថៃទាំងអស់គ្រប់មុខហ្មងមិនអាចដាក់តាំងលក់បានទេនិយាយចឹងហើយខ្ញុំហ៊ានភ្នាល់ថាបើរដ្ឋាភិបាលហ៊ាននិយាយចឹងរដ្ឋាភិបាលនេះណាមិនមែនល្ងងទេបងប្អូនរដ្ឋាភិបាលកម្ពុជានេះណាឆ្លាតទេឆ្លាតនៅក្នុងន័យថាតែហ៊ានប្រកាសអញ្ចេះងាប់ហ្មងគឺថៃគេរករឿងងាប់ហ៊ានប្រកាសទុកឲ្យលោកហ៊ុនសែននិយាយចោលចឹងទៅព្រោះលោកហ៊ុនម៉ាណែតមិនមែនអ្នកនិយាយទេព្រោះលោកហ៊ុនសែននឹងជាប្រធានព្រឹទ្ធសភាតាព្រោះលោកហ៊ុនម៉ាណែតបានជារដ្ឋាភិបាលអីអញ្ចឹងឃើញទេឃើញគាត់បន្លំហ៎ជាប្រមុខរដ្ឋស្ដីទីតាមពិតជាអ្នកដឹកនាំរដ្ឋាភិបាលហើយដល់អញ្ចឹងគាត់ប្រកាសទៅអាចថាលោកហ៊ុនសែនគាត់ប្រមុខរដ្ឋស្ដីទីទៅនាយករដ្ឋមន្ត្រីគេនៅប៉ុណ្ណានៃរដ្ឋាភិបាលអត់ដែលប្រកាសអីផងប្រកាសទៅលោកហ៊ុនសែនតាហេតុអីបានជាគិតថាហ្នឹងខុសច្បាប់ WTO អញ្ចឹងបានជារដ្ឋាភិបាលសុកចិត្តធ្វើសង្គ្រាមចិត្តសាស្ត្រសម្រាប់ឲ្យស្អំចិត្តប្រជាពលរដ្ឋអត់ចេញសេចក្តីថ្លែងការណ៍អីទេអត់ហ៊ានទេហើយបើចេញក៏អត់ខ្ញុំហ៊ានភ្នាល់មួយលានឆ្នាំទៀតក៏រដ្ឋាភិបាលមិនហ៊ានចេញសេចក្តីថ្លែងការណ៍ហាមដាក់តាំងលក់ផលិតផលថៃលើ store ខ្មែរឬក៏ស្អីនៅក្នុងស្រុកខ្មែរណាអត់ហ៊ានចេញទេហើយក៏មិនហ៊ានចេញសេចក្តីប្រកាសណាមួយធ្វើពហិការផលិតផលថៃទាំងគ្រប់មុខហ្នឹងដែរកម្ពុជាមិនហ៊ានធ្វើទេបងប្អូនហេតុអីបានអត់ហ៊ានទី1គឺខុសអាគោលការណ៍ WTO ទី2គឺយើងបិទដង្ហើមខ្ទប់ទាំងខ្លួនឯងព្រោះរាល់ថ្ងៃនៅពឹងសេដ្ឋកិច្ចតាក់តងជាមួយថៃតាក់តងគ្រឿងបន្លាស់តាក់តងគ្រឿងសំណង់តាក់តងសំបីតែព្រំដែនគោកបិទមែនអាព្រំដែនទឹកហ្នឹងដលងមីខ្មែរដឹកទៅថៃតំណែងថៃផ្សេងទៀតដែលមិនហាមដឹកមកខ្មែរហ្នឹងគឺមានទំហំ$1000 លានដដែលហ្នឹងអស់តែ 40% ដឹកពីថៃមកខ្មែរថយតែ 40% ដឹកពីខ្មែរទៅថៃថយតែ 30% ទេយើងពឹងលើសេដ្ឋកិច្ចថៃដែរយើងពឹងគ្នាតែប៉ុន្តែប្រជាពលរដ្ឋចាញ់បោកមេដឹកនាំចេះតែថាយើងឈប់ប្រើតែខ្លួនឯងនាំចូលមករហូតតែឈប់ប្រើហើយដល់ពេលហើយអត់ហ៊ានចេញពហិការជា
លក្ខណៈរដ្ឋាភិបាលព្រោះខ្លាចខុសដែរប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងធ្វើនយោបាយប្រជាពិធឲ្យប្រជាពលរដ្ឋច្បុកច្បល់ឆ្លោះគ្នាហ្មងណាឥឡូវចេញសាររបស់លោកហ៊ុនម៉ាណែតមកហើយសារលោកហ៊ុនម៉ាណែតនេះទៀតសោតជាសារបែកធ្លាយទៅទៀតវាអត់មានកម្រិតនៅក្នុងកម្រិតមួយដើម្បីជាផ្លូវរដ្ឋទេព្រោះលោកហ៊ុនម៉ាណែតមិនអាចចេញសារនឹងជាសាធារណៈប្រហែលជាក្នុងន័យទី1ឪពុករបស់លោកធ្លួយខុសសិលធម៌ហើយខុសច្បាប់ទៀតអញ្ចឹងចេញសារជាសាធារណៈវាហាក់បីដូចជាវាយប្រហារឪពុកខ្លួនឯងខុសរឿងវាធ្វើឲ្យអាការដែលខំប្រឹងនាំគ្នាពហិការហ្នឹងវាសាបទៅវិញវាពិបាកអញ្ចឹងណាព្រោះខុសវាពិបាកកែដល់ពេលហើយចេញសារបែកធ្លាយហ្នឹងគឺទុកឲ្យអាជ្ញាធរយកទៅស្ដាប់ទៅហើយកែទៅកុំឲ្យធ្វើលើសឃើញហើយលោកហ៊ុនម៉ាណែតនិយាយមកក្នុងនាមជាមេដឹកនាំត្រឹមត្រូវតាប្រកាសប្រាប់ប្រជាពលរដ្ឋថាកុំឲ្យអាជ្ញាធរកុំឲ្យទៅធ្វើបាបប្រជាពលរដ្ឋខុសរឿងធ្វើលើសរើសអើងផលិតផលដែលមិនបានហាមហាមមានតែ3មុខកុំទៅធ្វើរឿងគេដែលមិនហាមអីទៀតមិនឲ្យគេលក់ឬក៏ស្អីគេឲ្យមើលអាហ្នឹងឲ្យមែនតើកុំឲ្យប្រជាពលរដ្ឋគ្នាថ្នាំងថ្នាក់អីចឹងទៀតនិយាយមកត្រូវគ្រប់រឿងតាក់តងនៅក្នុងមេដឹកនាំតែទៅជាសារហ្នឹងបែកធ្លាយឯណានោះវិញអត់ហ៊ានចេញប្រកាសជាសាធារណៈទៀតចេញប្រកាសមួយម៉ាត់មកបើចឹងអាជ្ញាធរចេះតែដេកផ្សំដួលលមុំផ្សំក្រិចប្រឡំធ្វើបាបប្រជាពលរដ្ឋទៀតប្រឡំហ្នឹងជួនកាលហ្នឹងមិនដឹងទៅគោះយកលុយគ្នាប្រមាណយើងមិនដឹងព្រោះអាជ្ញាធរក៏ក្រិចចឹងមកយោហើយហ្នឹងដល់អត់ច្បាស់លាស់ចឹងប្រជាពលរដ្ឋគ្នាភ័យសោកលុយសោកអីទៅរួចទៀតយើងមិនដឹងយើងបង្កើតឲ្យមានវិមតិសង្ស័យនិងភាពច្បោកច្បល់នៅក្នុងការអនុវត្តពង្រឹងការអនុវត្តច្បាប់ហ្នឹងប្រជាពលរដ្ឋស្រែកយំពេញបណ្ដាញសង្គម Facebook អ្នកលក់ដូរគ្រប់ទាំងតូចទាំងធំហើយភាគច្រើនជាសកម្មជនរបស់គណៈបកកណ្ដាលអំណាចហ្នឹងទៀតជាជនរងគ្រោះគ្រប់គ្នាដល់អញ្ចឹងទៅវាដូចថាញ៉ៃបាទឥឡូវខ្ញុំslash រឿងហ្នឹងខ្ញុំចូលដល់តាក់ទងនឹងរឿងទាហានថៃប្រើរថពាសដែកដឹកបន្លាលួសរាយចូលក្នុងទឹកដីខ្មែរលើភ្នំដងរែកអញ្ចឹងបងប្អូននិយាយរឿងទាហានថៃឃើញរថពាសដែកយកអាបន្លាលួសទាំងដុំយកទៅដាក់រាយនៅតាមជើងភ្នំដងរែកអត់មានម៉ោងនេះអត់មានម៉ោងថៃអីរាយបន្លាលួសទេយើងប្រឹងពហិការហ្នឹងឲ្យមែនតែនតយើងប្រឹងឲ្យគុណនឹង10តឲ្យបានផលហើយហ្នឹងថៃចេះតែកិនអានេះគេហៅខ្មែរចេះតែកិនចិនចេះតែកត់ណាបងប្អូនកិនចេះតែពាក់ចេះយកចិនចេះកត់យូរចាពាក់គេរឹបអូសយកអស់លីងលុយហ្នឹងយើងនាំគ្នាកិនអញ្ចឹងកិនរឿងបរិការកិនរឿងរោរឿងគ្នាកិនរឿងឆ្លោះគ្នាកិនរឿងជេរបតិចគ្នាកិនរឿងប្រមាថគ្នាកិនរឿងងើបមួយវាយមួយថៃនោះគេប្រឹងដាក់បលាលួសហើយយើងកិនប្រឹងបរិការទៅហើយដល់ពេលអារឿងត្រូវយើងតវ៉ាមក800ដងសហគមន៍អន្តរជាតិតុលាការអន្តរជាតិយុតិធធអន្តរជាតិ ICC ICJ ស្ងាត់ឈឹងអត់ធ្វើអារឿងត្រូវអត់ធ្វើមកធ្វើអារឿងផ្ដេសផ្ដាស់យើងនាំគ្នាធ្វើឲ្យក្រាក់ពេញផ្ទៃប្រទេសច្បុកច្បល់ឥឡូវថៃគេដឹងយើងខ្សោយគ្រប់យ៉ាងខ្សោយទាំងសាមគ្គីភាពខ្សោយទាំងអត់ត្រូវគ្នាផ្សះបែកបាក់ជាតិខ្សោយទាំងយុទ្ធសាស្ត្រព្រោះយុទ្ធសាស្ត្រយើងគឺយុទ្ធសាស្ត្រដើរតាមថៃយើងលេងលបែងថៃតាថៃមាននុយផ្លែននងផ្កាននងមួយផ្លែបបក់ហ្នឹងទៅហើយផ្លោតមកផ្លឹបដោយផ្កាននងអារឿងព្រំដែនថៃដីគោកដោះស្រាយអត់បានថៃប្រឡែងផ្កាននងមួយពីរឿងដែនសមុទ្រលុប MOU 2001ចោលលេងហើយលុបហ្នឹងអត់ទាន់លុបដោយសភាទេគ្រាន់តែលុបដោយគណៈរដ្ឋមន្ត្រីអីចឹងទៅវាត្រូវការឆ្លងសភាទៀតបើអត់ឆ្លងសភាអាការលុបហ្នឹងវាអត់ទាន់បាន 100% ទេប៉ុន្តែផ្លឹបយើងយកផ្កាននងថៃភ្លាមចាប់ផ្ដើមប្តឹងថៃឡើងដល់យន្តការ UNCLOS អង្គការសហប្រជាជាតិយន្តការចរចាដោយបង្ខំលែងប្រើទ្វេភាគីបាត់ថៃដឹងថាអូជាប់ការណនងថៃបាត់រឿងព្រំដែនសមុទ្រអត់មានរឿងអីសោះអត់ទាន់បាញ់គ្នាអត់ទាន់ផ្លោងដាក់គ្នាអត់ទាន់បាននិវាកប៉ាល់ចម្បាំងនឹងអីវារឿងហ្នឹងអត់ត្រូវគ្នា25ឆ្នាំហើយវាអត់មានអីប្លែកទេអារឿងដីគោក62កន្លែងអត់ទាន់បានដោះស្រាយអត់ព្រមប្តឹងទៅប្តឹងអានោះទៅរឿងយន្តការឡើងទៅផុតពីដៃថៃខ្មែរប៉ុន្តែសូមឲ្យថៃមកចរចាព្រំដែនគោកពីភាគីថៃបានលេះភ្លាមថាអូព្រំដែនទឹកយើងប្តឹងទៅដល់លើផុតពីភាគីហេតុអីបានជាព្រំដែនគោកយើងចង់ចរចាពីទ្វេភាគីឃើញថៃឃើញល្បិចថៃឲ្យយើងតាក់ផ្លែននងគេផ្កាននងគេហើយឥឡូវទៅចូលចឹងថៃថាអូខេកំដរអ្នកឯងបានឡើងទៅឆាកអន្តរជាតិទៅ2ឆ្នាំ3ឆ្នាំអត់ដឹងតាន់ចប់ផងហាក់ព្រំដែនគោកថៃគេថាមិនបាច់ទេអាបើកព្រំដែនក៏អត់បើកអាចរចាក៏អត់ចរចាដែរព្រោះខ្មែរជ្រើសរើសបិទផ្លូវចរចាខ្មែរអត់ដែរបិទផ្លូវចរចាទេបងប្អូនខ្មែរនៅតែចង់ចរចារឿងខ្មែរមិនប្តឹងទៅតុលាការយុតិធធអន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិហ្នឹងបងប្អូនជាល្បិចរបស់ខ្មែរមួយមិនដឹងទេដឹងក៏ប៉ុន្តែអត់ចង់ប្តឹងដោយសារតែទុកឱកាសចរចាសិន
អត់ចង់ប្តឹងទេព្រោះអីសង្ឃឹមថាបើចរចាទៅបានខ្លះដែរស្អំចិត្តប្រជាពលរដ្ឋព្រោះតែប្តឹងទៅតុលាការអន្តរជាតិ3ឆ្នាំទៅ5ឆ្នាំនេះជាល្បិចរបស់រដ្ឋាភិបាលចង់ប្រាប់ថាអត់ទេចរចាសិនទៅទោះបីជាប្តឹងហ្នឹងគឺជារឿងត្រឹមត្រូវតែចរចាដើម្បីទិញពេលព្រោះប្រជាពលរដ្ឋកំពុងមួម៉ៅរងចាំភូមិរងចាំយើងរងចាំយូរពេក3ឆ្នាំ4ឆ្នាំយូរណាស់អញ្ចឹងបើសិនជាចរចាឲ្យតែមានឱកាសត្រឹមតែ 1% ដោយលោកហ៊ុនម៉ាណែតថាអញ្ចឹងឲ្យតែមានឱកាសចរចាត្រឹមតែ 1% ក៏មានសង្ឃឹមដែរចោះសោតិធិនិយមម្លេះលោកសំបីតែ50ហ្នឹងមិននៅតែយើងអត់ច្បាស់ឥឡូវតែ 1% ទៅជាគាត់មានសង្ឃឹមគាត់នេះសម្បើមមែនតើយើងពិបាករកមេដឹកនាំណាដែលមានសុតិធិនិយមខ្ពស់ដោយលោកហ៊ុនម៉ាណែតណាខ្ញុំបើសិនជាខ្ញុំដឹងថាប្រឡងជាប់ប្រឡងនេះខ្ញុំធ្វើតេស្តនេះសមត្ថភាពខ្ញុំឲ្យតែខ្ញុំមានឱកាសឆ្លើយសំណួរតែ 1% ក៏ខ្ញុំសង្ឃឹមថាប្រឡងជាប់តែព្រោះខ្ញុំអត់ចេះអីទេគេឲ្យឱកាសលោក 100% ក៏ធ្លាក់ដែរព្រោះអីយើងអត់ចេះហ្នឹងគេឲ្យប្រឡងហើយប៉ុន្តែវាមិនមែនឱកាសនៅក្នុងការបានប្រឡងទេគឺដោយសារសមត្ថភាពយើងវាអត់ចេះឥឡូវបើដាក់មកគឺងឹតឈឹងណាគេឲ្យឱកាសយើង 100% ចូលប្រឡងក៏យើងធ្លាក់ដែរព្រោះហេតុអីបានអញ្ចឹងវាមិនមែនឱកាសនឹងបានប្រឡងទេគឺសមត្ថភាពរបស់យើងហ្នឹងបើសមត្ថភាពយើងមាន 50+1% បើខ្ញុំនិយាយបើសមត្ថភាពយើងថាមាន 50+1 អញ្ចឹងបើគេឲ្យមានឱកាសប្រឡងសំបីតែ 1% ក៏យើងអាចជាប់ដែរមិនអញ្ចឹងព្រោះយើងមានឱកាសសមត្ថភាពយើង 50+1 ទៅហើយប៉ុន្តែយើងអត់មានសមត្ថភាពសោះកុំថាឡើយគេឲ្យឱកាសយើងប្រឡង 1% គេឲ្យឱកាសយើងប្រឡង 100% ក៏យើងធ្លាក់ដែរតែទៅប្រឡងធ្លាក់ឲ្យព្រោះយើងវាអត់ចេះដូចគ្នាអញ្ចឹងដែររឿងព្រំដែនថៃនេះណាបើគេឲ្យឱកាសយើង 1% លោកហ៊ុនម៉ាណែតថាឈ្នះឥឡូវគេឲ្យឱកាស 100% ក៏យើងអត់ឈ្នះដែរហេតុអីបើខ្ញុំថាអត់ឈ្នះព្រោះអាការចរចាទ្វេភាគីហ្នឹងថៃគេប្រើផែនទីខ្នាត1លើ 50,000 យើងប្រើផែនទីលើ 1,200,000 យើងទៅជជែកគ្នាយ៉ាងម៉េចនឹងត្រូវបើម្នាក់និយាយគោម្នាក់និយាយកបីហ្នឹងនេះឱកាស 100% នេះបានមកចរចាភ្លាមនេះគេដាក់ 50% 1លើ 50,000 យើង1លើ 200,000 ឆ្លោះគ្នាបាត់អត់ត្រូវគ្នាបាត់អញ្ចឹងដីហ្នឹងគឺឆ្លោះគ្នាដដែលហើយដើម្បីសូម្បីតែមានឱកាស 100% លោកហ៊ុនម៉ាណែតក៏អត់អាចចរចាបានដីមកវិញផងកុំថាឡើយឱកាស 1% ព្រោះបើសិនជាឲ្យមានឱកាសហើយអត់ចាំបាច់ទៅចរចាជាមួយថៃគឺយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រហ្មទណ្ឌអន្តរជាតិឯណោះសូម្បីតែចរចា 100% មានឱកាសចរចាជាមួយថៃហ្នឹងក៏អត់បានដីដែរណាព្រោះថៃគេរករឿងយើងហើយលោកអនុទិនចាប់វិរៈគោលជាប់ឆ្នោតដោយសាររឿងអីទេបងប្អូនជាប់ឆ្នោតដោយសារវាយដីខ្មែរបាន62កន្លែងហ្នឹងបងប្អូនត្រូវចាំណាលោកអនុទិនច័ន្ទវិរៈគោលជាប់ឆ្នោតដោយសារវាយខ្មែរមិនមែនជាប់ឆ្នោតដោយសារតែចរចាផ្សះផ្សាឲ្យដីមកខ្មែរវិញទេមិនមែនទេអញ្ចឹងបើគាត់ចង់ជាប់ឆ្នោត5អាណត្តិ5ឆ្នាំហ្នឹងឲ្យនៅជានាយករដ្ឋមន្ត្រីឈរជើងបានគឺគាត់នឹងកាងការពារដីដែលគាត់វាយបានហ្នឹងនៅក្នុងរជ្ជកាលគាត់ហ្នឹងអត់មានឲ្យបាត់1មីលីម៉ែត្រណាទេតែបាត់គឺគាត់ធ្លាក់ពីកៅអីដែរដូច្នេះអនុទិនច័ន្ទវិរៈគោលអត់មានរឿងអីមកចាញ់ច្រាបយើងទេគឺចាញ់យើងតែម្យ៉ាងគត់នៅពេលដែលយើងប្តឹងដល់តុលាការអន្តរជាតិតែដល់ពេលយើងអត់ប្តឹងថៃគេដឹងគេទៅលួងផ្កានៅនងតាក់តងនឹងរឿងព្រំដែនសមុទ្រភ្លាមអត់ឆ្លោះគ្នាសោះយើងលោតផ្លោកទុំយកផ្កានៅនងរបស់ថៃចូលទៅយន្តការភាគីអាជ្ញាកណ្ដាលឯណាដែលមិនមែនជាតុលាការសោះហើយអាជ្ញាកណ្ដាលនេះទៀតសោតអត់ប្រយោជន៍ទេព្រោះអីយន្តការផ្សះផ្សាដោយបង្ខំនេះគឺជាយន្តការសម្របសម្រួលទេតើយន្តការនេះគឺគ្រាន់ពីរអ្នកវាអត់ត្រូវគ្នាអញ្ចឹងឲ្យអាជ្ញាកណ្ដាលហ្នឹងសម្របសម្រួលយកអ្នកតំណាងខាងខ្មែរយកតំណាងខាងថៃពីរហើយមានប្រធានមួយចរចាគ្នា2ឆ្នាំទៅដោយ East Timor និងអូស្ត្រាលីអត់ដល់ពេលគណៈកម្មការនេះគេសម្រេចថាអូខេឥឡូវសម្រេចសម្រួចមកវិញគឺតោះយកទៅជជែកគ្នាធ្វើភាគីវិញត2ឆ្នាំទៀតដូចតែគ្នាហ្នឹងប្តឹងទៅតុលាការអន្តរជាតិអាច2ឆ្នាំ3ឆ្នាំតែអាប្តឹងទៅតុលាការអន្តរជាតិដូចជាច្បាស់ជាងមិនអញ្ចឹងហ៎តែ2ឆ្នាំ3ឆ្នាំគឺកាត់ក្តីដឹងឲ្យខ្មែរឈ្នះអញ្ចឹងហ្មងព្រោះអីថៃឆ្លៀនពៀនតែអាយន្តការចរចាដោយផ្សះផ្សាដោយបង្ខំរបស់ UNCLOS នេះ2ឆ្នាំហើយពវល់មកឲ្យថៃខ្មែរចរចាវិញនៅឆ្លោះគ្នាអញ្ចឹងទៀតព្រោះយើងអត់ត្រូវគ្នាផងហ្នឹងហើយចុះហេតុអីបានជាអស់លោកគិតថាហ្នឹងជាដំណោះស្រាយខ្ញុំកំពុងតែឆ្ងល់យើងនៅវល់ដដែលទិញពេលវេលាឲ្យរងចាំទិញពេលវេលាឲ្យរងចាំហើយធ្វើបេក្ខការអីណាទៅស្អំចិត្តខ្ញុំថាប្រជាពលរដ្ឋខ្មែររងការធ្វើនយោបាយប្រជាពិធដ្ឋបោកប្រាស់សម្បើមពេកហើយដល់ពេលយើងអត់មានអីតវ៉ាទៅតវ៉ាគេប្រមាថប្រហារជីវិតដូចខ្ញុំអញ្ចឹងអាក្រក់ហួសទៅប្រាប់អំពីអំពើត្រឹមត្រូវសរសើរឲ្យរស់អត់បង្អាប់ចង់និយាយថាសរសើរបង្អាប់ឲ្យរស់អត់សរសើរឲ្យស្លាប់
វាទៅជាយើងនឹងជាអ្នកធ្វើបាបទៅវិញនេះអានេះឲ្យតែជាជ្រោះមរណារបស់បងប្អូនឥឡូវថៃគេថែមមួយទៀតឥឡូវយើងគេយកបន្លាលួសមកថែមទៀតហើយភ្នំដងរែកភ្នំអីហ្នឹងវាអត់ត្រូវការមករបន្លាលួសអីម៉ោងហ្នឹងឯងថៃអត់ត្រូវធ្វើអីទាំងអស់នៅព្រំដែនមកវាស់វែងអីព្រំដែនម៉ោងហ្នឹងធ្វើអត់បានទេព្រោះយើងអត់ត្រូវគ្នាវាមិនមែនប្រជាពលរដ្ឋខ្មែរនិងអ្នករស់នៅភូមិផងលបងជាមួយគ្នាពីមុនអត់ទាន់ឆ្លោះគ្នានៅល្អងល្អឿនផឹកស៊ីជុលកែជាមួយគ្នាអត់ព្រមនាំគ្នាដាំបកគោលដើម្បីឲ្យយើងត្រូវគ្នាហើយដល់ពេលចាប់ផ្ដើមកាប់គ្នាសិតតែយកបកគោលមកដាំបកករឿង